ថ្លៃៗដើម្បីកំទេចមូលដ្ឋានមីស៊ីលក្រោមដីរបស់អ៊ីរ៉ង់ប៉ុន្តែរូបភាពកាយរណបថ្មីដែល CNN បញ្ចេញនៅថ្ងៃទី1ខែមិថុនាឆ្នាំ2026បង្ហាញថាអ៊ីរ៉ង់កំពុងជីកបើកច្រករួមទាំងនោះឡើងវិញយ៉ាងឆាប់រហ័សហើយបានស្ដារឡើងវិញរួចហើយនៅរូងមីស៊ីលចំនួន50ក្នុងចំណោម69រូងដែលអាមេរិកបានវាយប្រហារយោងតាមការវិភាគរបស់ CNN អ៊ីរ៉ង់បានប្រើគ្រឿងចាក់សំណង់ធម្មតាដូចជា bulldozer ឡានដឹកដីនិងម៉ាស៊ីនជីកដើម្បីសម្អាតគំនរថ្មនិងដីដែលបិទច្រករូងក្រោយការវាយប្រហាររូបភាពផ្កាយរណបក៏បង្ហាញថាផ្លូវជាច្រើនដែលត្រូវបានទម្លាក់គ្រាប់បែកបង្កើតជារណ្ដៅធំត្រូវបានជួសជុលនិងខ្លះថែមទាំងចាក់កៅស៊ូឡើងវិញផងដែរក្នុងអំឡុងសង្គ្រាមកាលពីខែមីនាឆ្នាំ2026អាមេរិកនិងអ៊ីស្រាអែលបានផ្ដោតលើការបំផ្ទុះច្រកចូលរូងនិងផ្លូវចូលមូលដ្ឋានមីស៊ីលដើម្បីរារាំងការបាញ់មីស៊ីលរបស់អ៊ីរ៉ង់យុទ្ធសាស្ត្រនេះបានធ្វើឲ្យអ៊ីរ៉ង់បាញ់មីស៊ីលបានតិចជាងមុនប៉ុន្តែមិនអាចបំផ្លាញឃ្លាំងមីស៊ីលទាំងមូលបានទេលោកសាមលាអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសិក្សាអំពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ James Martin បានប្រាប់ CNN ថាអ៊ីរ៉ង់នៅតែអាចបន្តបាញ់មីស៊ីលបានដរាបណានៅមានឧបករណ៍បាញ់និងកម្លាំងប្រតិបត្តិការបើទោះបីជារោងចក្រផលិតមីស៊ីលត្រូវបានរំខានក៏ដោយលោកបន្ថែមថាគ្មានអ្វីរារាំងអ៊ីរ៉ង់ពីការប្រើស្តុកមីស៊ីលដ៏ធំដែលនៅសេសសល់ក្នុងមូលដ្ឋានក្រោមដីនោះទេអ្នកជំនាញជាច្រើនជឿថាអ៊ីរ៉ង់នៅតែមានមីស៊ីលប្រហែលជា1000គ្រាប់ស្តុកទុកនៅក្នុងបណ្ដាញមូលដ្ឋានក្រោមដីរបស់ខ្លួនមីស៊ីលទាំងនេះស្ថិតនៅជ្រៅក្រោមភ្នំនិងស្រទាប់ថ្មរាប់រយម៉ែត្រដែលធ្វើឲ្យពិបាកនៅក្នុងការបំផ្លាញតាមរយៈការវាយប្រហារពីលើអាកាសលោកទីមួកាឌីសេវអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាពនិងសន្តិសុខនៃសាកលវិទ្យាល័យ Hamburg បានប្រាប់ CNN ថាអ៊ីរ៉ង់បានត្រៀមខ្លួនសម្រាប់សង្គ្រាមបែបនេះអស់រយៈពេលជាង20ឆ្នាំមកហើយដូច្នេះมันអាចបញ្ចប់ត្រឹមគ្រាប់បែកថ្លៃៗរបស់អាមេរិកនោះទេរបាយការណ៍នេះបានបញ្ចេញស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាប់អះអាងថាការវាយប្រហារនឹងធ្វើឲ្យសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំងក៏ប៉ុន្តែការវិភាគរូបភាពកាយរណបចុងក្រោយនេះបង្ហាញថាអ៊ីរ៉ង់កំពុងតែស្ដារសមត្ថភាពឡើងវិញលឿនជាងការរំពឹងទុកខ្ញុំរស់សុធាពី News Today NTTV